ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះផងដែរខ្ញុំនឹងលើកយកកម្មវិធី Battle of Fate ដែលជាភាគទី3និងភាគទី4មកបកស្រាយជាបន្តទៀតវីដេអូនេះឧបត្ថម្ភដោយ Midphone Wi-Fi ប្រសិនបើអ្នកទាំងអស់គ្នាចង់ភ្ជាប់ Wi-Fi ប្រើជាលក្ខណៈគ្រួសារដែលមានតម្លៃសមរម្យមួយខែ$15មានល្បឿន 50MB ភ្ជាប់ដំបូងតម្លៃត្រឹមតែ$45តែប៉ុណ្ណោះអ្នកទាំងអស់គ្នានឹងទទួលបានការ promotion ពិសេសអំពី admin និងមានជាងដំឡើងដល់ផ្ទះទូទាំង25ខេត្តក្រុងតែម្ដងនៅក្នុងសំណួរបន្ទាប់ដែលអ្នកគ្រប់គ្រងបានបង្ហាញមកនេះធ្វើឲ្យគ្រូទីទាំងអស់គ្នាភ្ញាក់ផ្អើលនិងអស់សំណើចតែម្ដងស្ទើរតែមិនជឿនឹងភ្នែកថាមានសំណួរមួយនេះសួរទៅកាន់គ្រូទីទាំងអស់គ្នានោះគឺជារូបភាពបាត់ជើងរបស់មនុស្ស9នាក់តម្រូវឲ្យគ្រូទីទាំងអស់គ្នាទីថានៅក្នុងចំណោមបាត់ជើងទាំង9នេះតើអ្នកណាគេគឺជាជនអនាថាពេលដែលគ្រូទីទាំងអស់គ្នាលើដូច្នេះក៏ចាប់ផ្ដើមស្រឡាំងកាំងតែម្ដងក៏ព្រោះតែទើបតែជួបលើកដំបូងតែប៉ុណ្ណោះណាមួយបាត់ជើងនីមួយៗគឺមានអាយុខុសគ្នាទាំងអស់តាមពិតទៅសម្រាប់គ្រូទីគឺមិនមានការងារណាដែលមើលអំពីបាត់ជើងនោះទេប្រសិនបើអ្នកណាគេចង់មកទីនោះចូលមកកន្លែងសក្ការៈក៏មិនតម្រូវឲ្យដើរជើងទទេនោះដែរប៉ុន្តែនៅពេលនេះដែលសារតែកម្មវិធីតម្រូវដូច្នេះគ្រូទីទាំងអស់គ្នាមិនមានជំរើសគឺមានតែទៅតាមនឹងទៅនៅពេលនេះសូម្បីតែគ្រូទីសាជូក៏អស់សំណើចជាមួយនឹងខ្លួនឯងដែរមិនដឹងថាសួរទៅកាន់ដូនតារបស់ខ្លួនយ៉ាងម៉េចនោះទេពួកគេអស់សំណើចគឺមានតែបដូររបៀបទីទៅតាមក្របអង្គរតែប៉ុណ្ណោះចំណែកឯគ្រូទីផ្សេងទៀតទីទៅតាមខែឆ្នាំប៉ុន្តែដោយសារតែរហូតដល់9នាក់ធ្វើឲ្យមានការលំបាកយ៉ាងខ្លាំងគឺស្ទើរតែមិនមានចម្លើយតែម្ដងហើយក៏មានគំនិតចង់បោះបង់នៅក្នុងវិញ្ញាសាមួយនេះផងដែរចំណែកឯគ្រូទីសញ្ញលបៀតារ៉ូនេះវិញក៏មានអារម្មណ៍ថាលំបាកក៏ព្រោះតែមានរហូតដល់9នាក់គឺគាត់ធ្វើការទីតាមសញ្ញលបៀម្ដងម្នាក់រហូតតែមានចម្លើយប៉ុន្តែមិនប្រកាសនៅក្នុងចិននៅពេលនេះអ្នកដែលមានអត្ថភាពជាងគេនោះគឺមានតែគ្រូទីជំនាញបាត់ជើងតែប៉ុណ្ណោះហើយមានតែម្នាក់នៅក្នុងកម្មវិធីមួយនេះវាគឺជាឱកាសមួយសម្រាប់គាត់ដើម្បីឡើងទៅជុំបន្ទាំគ្រូទីបាត់ជើងនៅពេលនេះក៏ចាប់ផ្ដើមពិនិត្យទៅលើពណ៌រូបរាងនិងលក្ខណៈទម្រង់បាត់ជើងនីមួយៗមានខ្សែបន្ទាត់ក្រចកជើងនិងទម្រង់ម្រាមជើងខុសគ្នាទាំងអស់ដូច្នេះប្រសិនបើចង់មើលជោគវាសនាលុយកាក់នោះគឺត្រូវតែពិនិត្យយ៉ាងល្អិតល្អន់ទាំងសងខាងតែម្ដងជំហានបន្ទាប់នោះគឺពិនិត្យទៅលើម្រាមជើងទាំង4គឺជាកន្លែងកំណត់ជោគវាសនានៃលុយកាក់ក្រោយពេលដែលគាត់ពិនិត្យយ៉ាងល្អិតល្អន់រួចនៅពេលនេះគឺគាត់មានចម្លើយហើយចំណែកឯគ្រូទីទម្រង់មុខនេះវិញអ្វីត្បិតតែគាត់មិនចេះទាយអំពីបាត់ជើងពិតមែនប៉ុន្តែវាក៏ជាជំនាញមួយស្រដៀងគាត់ដែរដូច្នេះគាត់ជឿជាក់ថាគាត់នឹងធ្វើបានដោយគាត់សម្គាល់ទៅលើបាត់ជើងនីមួយៗគិតអំពីសុខភាពវិញក្រោយពេលដែលពិនិត្យអស់មួយសន្ទុះគ្រូទីទម្រង់មុខនៅពេលនេះគាត់ក៏មានចម្លើយផងដែរនៅពេលនេះពេលវេលាក៏ត្រូវបានបញ្ចប់សម្រាប់អ្នកទីទាំងអស់គ្នាហើយអ្នកដែលឆ្លើយនៅសំណួរនេះបានមានរហូតដល់36នាក់អ្នកដែលគណៈកម្មការជ្រើសរើសនៅក្នុងនោះក៏មានគ្រូទីទម្រង់មុខជាមួយនឹងគ្រូទីបាត់ជើងផងដែរនៅពេលនេះអ្នកដែលត្រូវឆ្លើយមុនគេនោះគឺជាគ្រូសូត្រយល់ជាគាត់បានឆ្លើយថាអ្នកដែលគាត់ជ្រើសរើសនោះគឺជាលេខ4ក៏ព្រោះតែឃើញថាទម្រង់បាត់ជើងនេះគឺមានស្នាមរបកច្រើនគឺអាចបណ្ដាលមកពីដើរជើងទទេប៉ុន្តែគាត់ក៏បានមើលឃើញជោគវាសនារបស់គេផងដែរមើលទៅគេដូចជាមិនមែនជាអ្នកសុំទាននោះទេគឺអាចបណ្ដាលមកពីបញ្ហាគ្រួសារគេដើរនឹងសម្រាកនៅតាមផ្លូវដូច្នេះមិនអាចកំណត់ថាជាអ្នកសុំទានបាននោះទេគ្រូសូត្រយល់ជាគាត់ក៏សម្រេចចិត្តជ្រើសរើសលេខ4ជាជនអនាថាអ្នកបន្ទាប់នោះគឺជាគ្រូទីបាត់ជើងបែកមុនគាត់បាននិយាយថាគាត់ក៏គិតទៅលើលេខ4ផងដែរក៏ព្រោះតែមើលទៅមានភាគរយខ្ពស់ក៏ព្រោះតែគាត់គិតថាប្រសិនបើបាត់ជើងធម្មតារបស់អ្នកទូទៅនោះគឺនៅសល់ស្នាមបន្ទាត់ប៉ុន្តែសម្រាប់បាត់ជើងលេខ4នេះគឺមិនមាននោះទេសម្រាប់ជំនាញរបស់គាត់តែម្ដងបាត់ជើងដែលមិនមានបន្ទាត់នេះគឺបញ្ជាក់ថាបុគ្គលគឺគ្មានឆន្ទៈបន្ទាប់មកគាត់ក៏សម្គាល់ទៅលើម្រាមជើងទាំង4សងខាងគឺឃើញថាមានភាពខុសគ្នាម្ខាងតូចពេកចំណែកឯម្ខាងទៀតធំពេកនេះបង្ហាញថាក៏មានបញ្ហាតាក់ទងជាមួយនឹងទ្រព្យសម្បត្តិផងដែរជាលទ្ធផលគ្រូទីបាត់ជើងគាត់ក៏ជ្រើសរើសយកលេខ4ថាគឺជាជនអនាថាអ្នកបន្ទាប់ដែលត្រូវឆ្លើយនោះគឺជាគ្រូទីទម្រង់មុខគាត់បាននិយាយថាគាត់ធ្លាប់រៀនអំពីវិជ្ជាកាយវិភាគវិជ្ជាបាត់ជើងបន្តិចបន្តួចគាត់បានជ្រើសរើសយកលេខ9ក៏ព្រោះតែមើលទៅវាដូចជាមិនមែនរូបរាងបាត់ជើងមនុស្សទូទៅនោះទេក៏ព្រោះតែគាត់ឃើញថាគឺមានចំណុចជំងឺតេតាណូដែលតែងតែកើតមានឡើងនៅលើជនអនាថាក៏មានបង្ហាញស្លាកស្នាមខ្លះដែរនៅលើបាត់ជើងមួយនេះណាមួយខួរក្បាលរបស់មនុស្សយើងក៏មានសរសៃប្រសាទនៅម្ដុំមេជើងផងដែរប៉ុន្តែគាត់មើលឃើញថាមេជើងនេះគឺវិចខ្លាំងឬឯមនុស្សធម្មតាគឺមិនបែបនេះនោះទេដូច្នេះគ្រូទីទម្រង់មកក៏សម្រេចចិត្តថាជ្រើសរើសលេខ9គឺជាជនអនាថាអ្នកបន្ទាប់នោះគឺជាគ្រូទីសញ្ញលបៀតារ៉ូននាងបានលើកឡើងថាគ្រាន់តែលើសំណួរបាត់ជើងមួយណាគឺជាជនអនាថាភ្លាមនាងក៏ចាប់ផ្ដើមគិតថាអ្នកនោះគឺជាមនុស្សដែលមិនមានផ្ទះសម្បែងក៏ព្រោះតែជនអនាថាគឺមិនមានកន្លែងស្នាក់នៅពិតប្រាកដនោះទេដូច្នេះលើកលែងពីលេខ4លេខ1ដល់លេខ9គឺសុទ្ធតែមានកន្លែងស្នាក់នៅពិតប្រាកដក៏ព្រោះតែសញ្ញលបៀតារ៉ូនបានបង្ហាញបែបនេះពួកគេគឺបានធ្វើការរកលុយនៅផ្ទះរៀងៗខ្លួនណាមួយសញ្ញលបៀក៏បង្ហាញថាសេដ្ឋកិច្ចរបស់ពួកគេនោះគឺល្អប្រសើរនិងទទួលបានការ
គោរពស្រឡាញ់ច្រើនខុសគ្នាតែសញ្ញាបៀលេខ4តែប៉ុណ្ណោះដែលបង្ហាញថាគឺមិនមានផ្ទះសម្បែងនោះទេនៅក្នុងសញ្ញាបៀមួយនេះបង្ហាញរូបភាពក្តាមមឈូសដូចជាមនុស្សស្លាប់ជិះនៅលើគ្រែមានកម្រងផ្កាបើសិនជាតាមទស្សនៈសញ្ញាបៀមួយនេះបាននិយាយថាជីវិតណាមួយរបស់ខ្ញុំបានបញ្ចប់ហើយប៉ុន្តែគ្រាន់តែបណ្ដោយតាមទឹកហូរបើនៅទីនេះគឺទីនេះបើនៅទីនោះគឺទីនោះកន្លែងនោះហើយគឺជាកន្លែងដែលខ្ញុំស្នាក់នៅដូច្នេះគ្រូទីសញ្ញាបៀតារ៉ូនាងគិតថាដោយសារតែមិនមានកន្លែងស្នាក់នៅច្បាស់លាស់ដូច្នេះនាងក៏សម្រេចចិត្តថានឹងជ្រើសរើសលេខ4គឺជាជនអនាថានៅក្នុងនោះគ្រូទីសញ្ញាបៀតារ៉ូទាំងអស់គ្នាក៏មើលឃើញបែបនេះដែរដូច្នេះហើយទើបអ្នកទាំងអស់គ្នាគិតថាជនអនាថាប្រកាសជាបាត់ជើងលេខ4ជាមិនខានក្រោយពេលដែលទទួលបានចម្លើយអ្នកទាំងអស់គ្នារួចគណៈកម្មការក៏ចាប់ផ្ដើមប្រកាសលទ្ធផលអ្នកដែលឆ្លើយត្រូវនោះគឺជាគ្រូសូត្រយល់ជាដែលគេបានជ្រើសរើសលេខ4គឺជាជនអនាថាតាមពិតទៅគ្រូទីបាត់ជើងជាមួយនឹងគ្រូទីសញ្ញាបៀតារ៉ូឆ្លើយត្រូវដូចគ្នាប៉ុន្តែកម្មវិធីតម្រូវអត្ថភាពឲ្យអ្នកដែលឆ្លើយមុនគេដូច្នេះហើយមួយសំណួរជ្រើសរើសតែម្នាក់តែប៉ុណ្ណោះបន្ទាប់មកគណៈកម្មការក៏ចាប់ផ្ដើមបកស្រាយបាត់ជើងលេខ4គេគឺជាមនុស្សដែលបានបែកពីគ្រួសារអស់រយៈពេល18ឆ្នាំមកហើយដែលមានឈ្មោះថាសុនរស់នៅតាមចិញ្ចើមផ្លូវចំណែកឯការយល់ឃើញរបស់លោកគ្រូយល់ជាក៏ជ្រើសរើសលេខ4ថាជាជនអនាថានេះវិញគាត់បាននិយាយថាដំងឡើយគាត់គិតទៅតាមថ្ងៃកំណើតរបស់ខ្លួនគាត់បានកើតនៅថ្ងៃទី1ខែ11តាមច័ន្ទគតិប្រសិនបើជោគវាសនាដូចជាគាត់នេះគឺអាចមានទ្រព្យសម្បត្តិច្រើនឬមួយក៏មិនមានអ្វីសោះតែម្ដងដូច្នេះនៅក្នុងចំណោមទាំងពីរនេះគឺមានមួយចំណែកឯបរិសុទ្ធដែលមានបាតជើងលេខ4នេះគាត់កើតនៅថ្ងៃទី2ខែ11តាមច័ន្ទគតិគឺខុសគ្នាជាមួយនឹងគេតែមួយថ្ងៃតែប៉ុណ្ណោះអ្វីត្បិតតែគេឃើញជោគវាសនារបស់គាត់គឺមានទ្រព្យសម្បត្តិច្រើនក៏ដោយប៉ុន្តែដោយសារតែនៅពេលបច្ចុប្បន្នគាត់នៅក្នុងស្ថានភាពគ្រោះថ្នាក់ដូច្នេះគាត់គិតថាបរមអ្នកនោះគឺមិនមានផ្ទះនិងមិនមានលុយនោះទេដូច្នេះគេក៏បានវិតម្លៃថាបាតជើងលេខ4នេះគឺជាជនអនាថាតែជោគវាសនាជនអនាថាមិនមែនជាអ្នកសុំទាននោះតែមានន័យដូចម្ដេចតែពីនេះមានភាពខុសគ្នាត្រង់ណាលោកគ្រូយល់ជាបានបញ្យល់ថាជោគវាសនារបស់អ្នកសុំទានគឺគ្មានទ្រព្យសម្បត្តិនោះទេគឺគ្មានលទ្ធភាពដើម្បីបន្តអភិវឌ្ឍទៅមុខទៀតប៉ុន្តែសម្រាប់ជនអនាថាវិញគឺមានចំណុចល្អប្រសើរអាចកែប្រែឡើងវិញបានក៏ព្រោះតែនៅក្នុងជោគវាសនាគឺមានធាតុដែកមួយដែលតំណាងឲ្យលុយច្បាស់ណាស់គឺមានឱកាសខ្លាយទៅជាអ្នកធូរធារប្រសើរជាងនេះបន្ទាប់ពីស្ដាប់ចម្លើយរបស់លោកគ្រូយល់ជារួចគណៈកម្មការចង់ដឹងចម្លើយរបស់លោកគ្រូបែកមុនវិញក៏ព្រោះតែនៅក្នុងចំណោមអ្នកទាំងអស់គ្នាគឺមានតែគាត់តែប៉ុណ្ណោះគឺជាគ្រូទាយបាត់ជើងលោកគ្រូបែកមុនបាននិយាយថាជាទូទៅមេជើងគឺតំណាងឲ្យទ្រព្យសម្បត្តិម្រាមជើងទី2តំណាងឲ្យម្ដាយបន្ទាប់មកម្រាមជើងទី3តំណាងឲ្យខ្លួនឯងម្រាមជើងទី4តំណាងឲ្យគូស្រករនិងទ្រព្យសម្បត្តិចំណែកឯម្រាមជើងចុងក្រោយគឺតំណាងឲ្យកូនចៅគាត់បានមើលឃើញថាបាត់ជើងរបស់លេខ4នេះនៅក្នុងចំណោមម្រាមជើងទាំងអស់គឺម្រាមជើងទី4តូចខ្លាំងណាស់មិនតែប៉ុណ្ណោះក៏មានស្នាមច្រើនផងដែរហើយក៏ជាម្រាមជើងតំណាងឲ្យទ្រព្យសម្បត្តិមិនតែប៉ុណ្ណោះគាត់បានមើលឃើញថាជនអនាថាប្រព័ន្ធរាងកាយរបស់គេគឺខ្សោយបន្តិចប៉ុន្តែប្រសិនបើមើលទៅលើបាត់ជើងមួយនេះទៅគឺឃើញថាខ្សោយខ្លាំងណាស់ហូបចុកមិនគ្រប់គ្រាន់ការស្លៀកពាក់ជាមួយនឹងអ្វីផ្សេងៗទៀតគឺមានន័យថាខ្វះខាតទាំងអស់តែម្ដងនៅពេលដែលគ្រូទាយទាំងអស់គ្នាឮដូច្នេះភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែពួកគេមិនសូវចេះដឹងអំពីរឿងនេះពីមុនមកនោះទេហើយឲ្យមេដៃទៅកាន់គ្រូទាយបាត់ជើងតែម្ដងថាគាត់គឺជាមនុស្សដែលអស្ចារ្យសំណួរបន្ទាប់ក៏កាន់តែពិបាកទៅសម្រាប់អ្នកទាំងអស់គ្នានៅពេលនេះគណៈកម្មការបានបង្ហាញរូបភាពក្មេងប្រុសមួយសន្លឹកជាមួយនឹងថ្ងៃខែឆ្នាំកំណើតប៉ុន្តែមិនបានប្រាប់ថាឈ្មោះអ្វីនោះទេគ្រូទីទាំងអស់គ្នាឃើញដូច្នេះក៏ចាប់ផ្ដើមឆ្ងល់មិនដឹងថាគណៈកម្មការឲ្យពួកគេទីពីអ្វីនោះទេសំណួរក៏ចាប់ផ្ដើមបង្ហាញចេញមកសួរទៅកាន់អ្នកទាំងអស់គ្នាថាឲ្យអ្នកទាំងអស់គ្នាមើលរូបថតក្មេងប្រុសម្នាក់នេះទោះទីពីជីវិតរបស់គេនៅពេលបច្ចុប្បន្ននេះថាកំពុងតែធ្វើអ្វីគ្រូទីទាំងអស់គ្នាឮដូច្នេះក៏ចាប់ផ្ដើមបាក់ទឹកចិនក៏ព្រោះតែសំណួរកាន់តែពិបាកទៅគ្រាន់តែឲ្យមើលរូបភាពមួយសន្លឹកជាមួយនឹងថ្ងៃខែឆ្នាំប៉ុណ្ណោះមិនបានប្រាប់អំពីឈ្មោះនោះទេតែបែរជាឲ្យទីលម្អិតពីស្ថានភាពបច្ចុប្បន្នជាមួយនឹងការងាររបស់គេនៅពេលនេះពេលវេលាក៏ចាប់ផ្ដើមសម្រាប់អ្នកទាំងអស់គ្នាចំណែកឯគណៈកម្មការទាំង5នោះវិញគិតថាកុំថាឡើយទីពីជីវិតបច្ចុប្បន្នរបស់គេសូម្បីតែទីឈ្មោះក៏វាពិបាកខ្លាំងណាស់ដែរចំណែកឯអ្នកគ្រូហុងស៊ុយជន់នោះគាត់គិតថាប្រសិនបើបង្ហាញឈ្មោះចេញមកនោះក៏នឹងទីដឹងទាំងអស់តែម្ដងនៅពេលនេះគ្រូទីខ្លះក៏ចាប់ផ្ដើមដកដង្ហើមធំក៏ព្រោះតែមិនដឹងថាត្រូវទីបែបណានោះទេហើយក៏មានគ្រូទីខ្លះហែកទង់7ពណ៌របស់ខ្លួនមកចោលនឹងដៃដើម្បីបណ្ដេញធម្មពលអាក្រក់ចេញពីខ្លួនបន្ទាប់មកគ្រូទីសាជូក៏ចាប់ផ្ដើមកំណត់នៅខែឆ្នាំរបស់គេដែលតំណាងឲ្យធាតុហើយកូនកណ្ដឹងដើម្បីសួរទៅកាន់ដូនតារបស់ខ្លួនសំឡេងកណ្ដឹងក៏ចាប់ផ្ដើមបន្លឺឡើងយ៉ាងកងរំពងម្ដងទៀតធ្វើឲ្យគ្រូហុងស៊ុយនិងគ្រូទីសន្លឹកបៀតារ៉ូតក៏ចាប់ផ្ដើមឈឺក្បាលចំណែកគណៈកម្មការនៅពេលនេះវិញក៏ចាប់ផ្ដើមចាប់អារម្មណ៍ទៅលើគ្រូសូត្រដែលមានជាងគេក៏ព្រោះតែ6សំណួរមុនគឺគាត់មិនបានយករបស់របរចេញពី
ពីកតាបហាមេរបស់គាត់នោះទេប៉ុន្តែដល់សំណុំមួយនេះគាត់ក៏បានយកវាចេញមកទាំងអស់តែម្ដងរួចហើយចាប់គ្រប់អង្គរដើម្បីទាយនៅពេលនេះក៏មានគ្រូទាយមួយចំនួនចាប់ផ្ដើមដឹងចម្លើយហើយប៉ុន្តែមិនទាន់អាចសន្មត់ 100% បាននោះទេគ្រាន់តែប្រហែលតែប៉ុណ្ណោះហើយក៏មានគ្រូទាយសញ្ញាបៀតារ៉ូខ្លះទៀតប្រើកាសូប្រើប្រាស់រូបមន្តលេខវិទ្យាបូកបញ្ចូលគ្នានិងចាប់សញ្ញាបៀតារ៉ូដូចនេះក៏សង្ស័យថាក្មេងប្រុសម្នាក់នេះគឺជាកីឡាករអ្វីមួយជាមិនខានចំណែកឯខាងក្រៅឆាកនេះវិញក៏មានបរិមម្នាក់បង្ហាញខ្លួនចេញមករូបរាងគឺដូចជាកីឡាករនៅក្នុងវិញ្ញាសាអ្វីម្យ៉ាងបន្ទាប់មកពេលវេលាសម្រាប់អ្នកទាំងអស់គ្នាក៏ត្រូវបានបញ្ចប់នៅពេលនេះអ្នកដែលត្រូវឆ្លើយដំបូងនោះគឺជាគ្រូទាយដែលមានជាងគេគាត់បាននិយាយថាដំបូងឡើយគឺគាត់ទាយទៅលើជោគវាសនាពីកំណើតរបស់ក្មេងប្រុសម្នាក់នេះគឺស្ថិតនៅក្នុងចំណោមដែលមានសកម្មភាពខ្លាំងកាលពីក្មេងគឺត្រូវបានចិញ្ចឹមបីបាច់ដិតដល់ក៏ព្រោះតែគាត់បានកំណត់សម្គាល់ទៅលើចិញ្ចើមចំណែកឯរាងកាយគឺរឹងមាំយ៉ាងខ្លាំងដូច្នេះគិតថាក្មេងប្រុសម្នាក់នេះអាចជាអ្នកលេងកីឡាឬក៏ជាអ្នកហាត់ប្រាណឬក៏ជាគ្រូបង្វឹកក៏ថាបានអ្នកបន្តគឺជាអ្នកគ្រូ K1 ដំបងឡើយនេះគិតថាក្មេងប្រុសម្នាក់នេះអាចជាអ្នកលេងកីឡាដែរឬទេក៏ព្រោះតែតាំងពីតូចមកគេត្រូវបានរស់នៅឆ្ងាយពីផ្ទះដូច្នេះគឺមានរឿងរ៉ាវជាច្រើនដែលត្រូវនិយាយអំពីការរស់នៅក្រៅស្រុកឬមួយក៏នៅបរទេសប៉ុន្តែនាងមើលទៅពីមុនគេគឺជាកីឡាករប៉ុន្តែត្រូវបានផ្អាកមួយរយៈហើយអាចថាចូលនិវត្តន៍ក៏ថាបានក្រោយពេលដែលអ្នកទាំងពីរផ្ដល់ចម្លើយរួចគណៈកម្មការក៏ចាប់ផ្ដើមប្រកាសលទ្ធផលថាអ្នកណាគេគឺជាអ្នកឆ្លើយត្រូវហើយអ្នកនោះគឺជាអ្នកគ្រូ K1 នេះឯងធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែមិននឹកស្មានថាគឺនាងទីត្រូវបែបនេះនោះទេពិតជាស័ក្តិសមនឹងឈ្មោះគ្រូទីពិតមែនបន្ទាប់មកការពិតក៏ចាប់ផ្ដើមបង្ហាញចេញមកអំពីក្មេងប្រុសម្នាក់នេះគេមានឈ្មោះថាហ៊ុនមីនគឺជាកីឡាករជម្រើសជាតិខាងផ្នែកកីឡាកាបាឌីដែលកំពុងតែប្រកបអាជីពនៅប្រទេសឥណ្ឌាតាមពិតទៅអំបញ្ញមិញនេះគេអង្គុយនៅខាងក្រោយស្ដាប់អ្នកគ្រូ K1 ទាយគឺស្ទើរតែត្រូវ 99% ទៅហើយដែលនាងនិយាយថាត្រូវបានរស់នៅឆ្ងាយពីផ្ទះហើយក៏ជាកីឡាករនៅខាងក្រៅប្រទេសទៀតផងដូច្នេះក៏បានធ្វើឲ្យគេភ្ញាក់ផ្អើលផងដែរក៏ព្រោះតែមិននឹកស្មានថាអ្នកគ្រូ K1 នេះគឺទាយត្រូវបែបនេះនោះទេនៅពេលនេះសំណួរបន្ទាប់ក៏ចាប់ផ្ដើមបង្ហាញចេញមកជាបន្តទៀតគឺជារូបភាពក្មេងស្រីម្នាក់ជាមួយនឹងថ្ងៃខែឆ្នាំកំណើតហើយសំណួរនោះក៏ដូចជាសំណួរមុនដែរឲ្យគ្រូទាយទាំងអស់គ្នាទាយអំពីជីវិតបច្ចុប្បន្នរបស់នាងនៅពេលនេះគ្រូទាយខ្លះហាក់ដូចជាអស់សង្ឃឹមយ៉ាងខ្លាំងជាពិសេសគ្រូហុងស៊ុយនិងគ្រូទាយសិល្បៈតារ៉ូតែម្ដងក៏ព្រោះតែពួកគេទាល់តែជួបផ្ទាល់ទើបអាចទាយត្រូវនៅពេលនេះពេលវេលាក៏ត្រូវបានបញ្ចប់អ្នកដែលត្រូវឆ្លើយមុនគេនោះគឺជាគ្រូទាយសិល្បៈតារ៉ូគឺជាអ្នកគ្រូឆយហាណានាងបាននិយាយថាសិល្បៈរបស់នាងដំបូងគឺបានបង្ហាញពីនិស្ស័យពីកំណើតដែលសារតែសិល្បៈរង្វង់ជោគវាសនាបានចេញមកបង្ហាញថាជាមនុស្សមានចំណេញរបត់ផ្លាស់ប្ដូរខ្លះៗនៅក្នុងជីវិតទោះបីជាកំពុងតែធ្វើការងារមិនពាក់ព័ន្ធអ្វីសោះក៏ដោយប៉ុន្តែពាក់កណ្ដាលទីក៏ស្រាប់តែជួបប្រទះនៅចំណុចរបត់នៃជីវិតឧទាហរណ៍ដូចជាកំពុងតែសិក្សាសុខសង្ឃហើយមិនយល់អំពីវិស័យសិល្បៈឬមួយក៏កីឡានោះទេប៉ុន្តែក្រោយមកបែរជាធ្វើការនៅក្នុងវិស័យសិល្បៈឬមួយក៏កីឡាទៅវិញនេះហើយទៅគេហៅថារបត់នៃជីវិតនៅពេលដែលសិល្បៈបង្ហាញចេញមកស្ដេចប៉ាបជាមួយនឹងតារាបង្ហាញថាការងារក្មេងស្រីម្នាក់នេះនៅពេលបច្ចុប្បន្នគឺកំពុងតែឈរនៅចំពោះមុខអ្នកដទៃគឺដូចជាអ្នកអាជីពយ៉ាងអញ្ចឹងមានទេពកោសល្យនិងសមត្ថភាពអាចធ្វើកិច្ចការបានច្រើនហើយក៏មានក្តីស្រមៃខ្ពស់ផងដែររឿងមួយទៀតសិល្បៈបានបង្ហាញថានាងក៏មានពាក់ព័ន្ធជាមួយនឹងវិស័យសិល្បៈនិងការកម្សាន្តផងដែរដូច្នេះហាណាគិតថាយ៉ាងហោចណាស់ក្មេងស្រីម្នាក់នេះអាចជាតារា model ឬមួយក៏តារាសម្ដែងក៏ព្រោះតែនៅក្នុងសិល្បៈបង្ហាញចេញមកឃើញថាគឺមានអាជីពច្រើននៅពេលដែលគ្រូទាយផ្សេងទៀតឮដូច្នេះក៏កត់សម្គាល់ថាអាចជាតារាចម្រៀងក៏ព្រោះតែពួកគាត់ប្រមាថមើលឮសំឡេងភ្លេងរីឯសិល្បៈចុងក្រោយរបស់ហាណានោះក៏បានឃើញថាក្មេងស្រីម្នាក់នេះក៏មានបញ្ហាផ្លូវចិត្តច្រើនផងដែរប្រសិនបើនាងធ្វើអ្វីមួយគឺងប់ងល់ជាមួយនឹងវាយ៉ាងខ្លាំងនឹងឈានទៅដល់ការបាក់ទឹកចិត្តឬមួយក៏បញ្ហាផ្លូវចិត្តផ្សេងៗទៀតដាច់ដោយឡែកពីគ្នាណាមួយនាងក៏បានបើកសិល្បៈមួយសិល្បៈទៀតឃើញថាគឺជាសត្វស្លាមបង្ហាញថាគឺនាងអាចមានរឿងចម្រូងចម្រាសច្រើនដូច្នេះជាការសម្រេចអ្នកគ្រូហាណាគិតថាក្មេងស្រីម្នាក់នេះនៅពេលបច្ចុប្បន្នគឺកំពុងតែធ្វើការនៅក្នុងវិស័យសិល្បៈអ្នកបន្តគឺជាគ្រូទាយហុងដេដែលយើងឃើញកាលពីភាគ1បានលាក់មកដោយពាក់ទូរទស្សន៍ជាប់នឹងក្បាលដើរចូលមកឃើញថាក្បួនរបស់គេទាយនោះគឺខុសពីគ្រូផ្សេងៗទៀតដោយប្រើប្រាស់គ្រាប់អង្គរជាមួយនឹងស្លាបព្រាបញ្ឈរដើម្បីតាក់ទងទៅកាន់វិញ្ញាណថែរក្សាដើម្បីដឹងចម្លើយអំពីសំណួរមួយនេះគ្រូទាយហុងដេក៏ចាប់ផ្ដើមផ្ដល់ចម្លើយក្មេងស្រីម្នាក់នេះកើតឆ្នាំរោងខែ2ត្រូវនៅថ្ងៃទី21នាងមានជោគវាសនាហ្មត់ចត់វាងវៃនិងមុតស្រួញនិងជាមនុស្សដែលមានគំនិតច្បាស់លាស់លើខ្លួនឯងប្រសិនបើចង់ធ្វើអ្វីមួយហើយគឺត្រូវតែធ្វើឲ្យបានសម្រេចបុគ្គលម្នាក់នេះគឺជាអ្នកមានជំនាញទោះបីជាចូលក្រុមណាក៏ដោយក៏នាងត្រូវតែធ្វើជាអ្នកគ្រប់គ្រងអ្នកទាំងអស់គ្នាដែរបើមិនដូច្នេះទេគឺសុខចិត្តធ្វើការតែម្នាក់ឯងដូច្នេះគេគិតថាការងារដែលក្មេងស្រីម្នាក់នេះកំពុងតែធ្វើពេលបច្ចុប្បន្នគឺតាក់ទងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយឬមួយក៏ជាអ្នកផលិតមាតិកានៅពេលនេះគណៈកម្មការ
ការក៏ចាប់ផ្ដើមបូកសរុបលទ្ធផលថាអ្នកណាគេទីត្រូវជាងគេក្រោយពេលដែលបូកសរុបរួចអ្នកដែលឆ្លងទៅកាន់វគ្គបន្ទាប់នោះគឺជាអ្នកគ្រូហាណានាងសប្បាយចិត្តយ៉ាងខ្លាំងហើយក៏ជាអ្នកដំបូងផងដែរខាងផ្នែកទីសិលឹកបេតារ៉ូតអាចឆ្លងចូលទៅកាន់វគ្គបន្ទាប់នៅពេលនេះចម្លើយក៏ចាប់ផ្ដើមបង្ហាញមកចំពោះក្មេងស្រីម្នាក់នេះធ្វើឲ្យគ្រូទីទាំងអស់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែអ្នកនោះគឺជា DJ សូដាគឺជា DJ ដែលមានចំណាត់ថ្នាក់លេខ1នៅអាស៊ីនៅពេលដែល DJ សូដាចេញមកក៏ចាប់ផ្ដើមលេងតន្ត្រីបង្វែរបរិយាកាសតានតឹងមួយនេះដូចជាក្លឹបកំសាន្តយ៉ាងអញ្ចឹងដើម្បីឲ្យគ្រូទីទាំងអស់គ្នារំសាយអារម្មណ៍បន្តិចដូចជាបញ្ចូលធម្មពលឲ្យគ្រូទីទាំងអស់គ្នាដើម្បីបន្តដំណើរទៅមុខទៀតក្រោយពេលដែល DJ សូដាបញ្ចូលធម្មពលទៅឲ្យគ្រូទីទាំងអស់គ្នារួចនៅពេលនេះសំណួរក៏ចាប់ផ្ដើមសួរជាបន្តទៀតបរិះម្នាក់បានដើរចេញមកជាមួយនឹងរាងកាយខុសលក្ខណៈគ្រូទីឃើញដូច្នេះក៏ចាប់ផ្ដើមភ្ញាក់ផ្អើលក៏ព្រោះតែមិនដឹងថាគណៈកម្មការសួរសំណួរអ្វីនោះទេណាមួយឯកសារគ្រូទីទាំងអស់គ្នាទទួលបានថាបរិះម្នាក់នេះរៀបនឹងស្លាប់ហើយប៉ុន្តែរស់ឡើងវិញគណៈកម្មការក៏ចាប់ផ្ដើមប្រាប់ថាបរិះម្នាក់នេះមានបទពិសោធន៍ទទួលការវះកាត់ដ៏ធំមួយនៅក្នុងជីវិតរបស់គាត់គ្រូទីទាំងអស់គ្នាឮដូច្នេះភ្ញាក់ផ្អើលយ៉ាងខ្លាំងមិនតែប៉ុណ្ណោះរាងកាយរបស់គាត់គឺបានវះកាត់រហូតដល់3ដងទៀតផងនៅពេលនេះគណៈកម្មការក៏ចាប់ផ្ដើមដាក់សំណួរសួរទៅកាន់គ្រូទីទាំងអស់គ្នាថាតើបរិះម្នាក់នេះបានវះកាត់អ្វីខ្លះនៅលើរាងកាយរបស់ខ្លួននៅពេលដែលគ្រូទីនិងគណៈកម្មការឮដូច្នេះគិតថាសំណួរមួយនេះគឺជាសំណួរពិបាកខ្លាំងណាស់ធ្វើត្បិតតែអ្នកដែលត្រូវទាយឆោតចំពោះមុខពិតមែនប៉ុន្តែអ្វីដែលត្រូវទាយនោះគឺជាសរីរាង្គរបស់គេនៅខាងក្នុងទៅវិញពេលវេលាចាប់ផ្ដើមគ្រូទីទាំងអស់គ្នាធ្វើការទូទីតាមផ្នែករៀងៗខ្លួនបន្តិចក្រោយមកក៏មានគ្រូសូត្រប៉ុន្មានអ្នកមានអារម្មណ៍មិនស្រួលអ្នកខ្លះចង់ក្អួតចង្អោរអ្នកខ្លះមិនស្រួលខ្លួនចំណែកឯគ្រូសូប៊ីននេះវិញក៏ចាប់ផ្ដើមមានចម្លើយរបស់ខ្លួនផងដែរនៅពេលនេះពេលវេលាបានបញ្ចប់អ្នកទាំងអស់គ្នាចិត្តទៅលើបេតុងដើម្បីឆ្លើយសំណួរគណៈកម្មការបានកត់សម្គាល់ថាអ្នកគ្រូសូប៊ីនក៏បានចុចបេតុងដើម្បីឆ្លើយផងដែរក៏ព្រោះតែប៉ុន្មានសំណួរកន្លងផុតទៅគឺនាងមិនបានចុចនោះទេប៉ុន្តែនៅពេលនេះនាងបានចុចបេតុងដើម្បីឆ្លើយដូច្នេះប្រកាសជាមានចម្លើយច្បាស់លាស់សម្រាប់ខ្លួនឯងជាមិនខានដែលនៅក្នុងនោះក៏មានអ្នកគ្រូទីវីស្គរផងដែរនៅពេលនេះអ្នកដែលឆ្លើយមុនគេនោះគឺជាគ្រូទីសូលវ៉ានាងមើលឃើញថាបរិមអ្នកនេះកន្លែងខ្លះគឺត្រូវបានពិការនិងមានជំងឺដំណពោះខាងផ្នែកសរសៃប្រសាទទៀតផងដូច្នេះនាងជ្រើសរើសសរសៃឈាមបេះដូងនិងប្រព័ន្ធសរសៃប្រសាទអ្នកដែលត្រូវឆ្លើយបន្ទាប់នោះគឺជាគ្រូទីតម្រង់មុងគាត់បានគិតថាបរិមអ្នកនេះមានបញ្ហាលំពេងជាមួយនឹងក្រពះបណ្ដាលមកពីការញ៉ាំច្រើនហូបប្រមាណឬក៏ទម្លាប់ខុសប្រក្រតីនិងមានលទ្ធភាពខ្ពស់ចំពោះបញ្ហាពោះវៀនផងដែរមិនតែប៉ុណ្ណោះគាត់គិតថាបរិមអ្នកនេះអាចជាលើសទម្ងន់ហើយឆ្លងកាត់ការវះកាត់បូមខ្លាញ់ដើម្បីសម្រដូច្នេះគាត់គិតថាបរិមអ្នកនេះគឺបានឆ្លងកាត់ការបូមខ្លាញ់ជាមួយនឹងពោះវៀនធំបន្តមកក៏ដល់វគ្គរបស់អ្នកគ្រូសូប៊ីននៅពេលនេះគ្រូទីទាំងអស់គ្នាកំពុងតែរងចាំស្ដាប់ចម្លើយពីនាងក៏ព្រោះតែតាំងពីដើមមកគឺមិនទាន់និយាយនោះទេអ្នកគ្រូសូប៊ីនក៏បង្ហាញលទ្ធផលដែលនាងបានឃើញគឺនិយាយចំតែម្ដងថាបរិមអ្នកនេះធ្លាប់ឆ្លងកាត់ការវះកាត់ក្រពះគណៈកម្មការឮដូច្នេះភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែនាងនិយាយតែមួយម៉ាត់គឺចំ 100% តែម្ដងបន្តមកនាងក៏ជ្រើសរើសផ្នែកកផងដែរដែលត្រូវបានវះកាន់នៅពេលនេះដល់វគ្គរបស់អ្នកគ្រូវីស្គរវិញម្ដងនៅពេលដែលគាត់រៀបនឹងឆ្លើយក៏ស្រាប់តែមានអារម្មណ៍មិនស្រួលហើយចាប់ផ្ដើមខឹងសម្បាតែម្ដងក៏ព្រោះតែវិញ្ញាណលោកយាយរបស់គាត់ត្រូវបានចូលហើយនិយាយទាំងខឹងសម្បាថាតើឯងគិតថាការមើលវាសនារបស់អ្នកដទៃនេះគឺជារឿងសាមញ្ញមែនដែរឬទេក៏ព្រោះតែបរិះដែលនៅចំពោះមុខនេះគឺមានបញ្ហាទាំងខួរក្បាលនិងបេះដូងក្រពះជាមួយនឹងលំហូរឈាមមិនសូវល្អគេងពេលយប់ចេះតែយកសុបិនអាក្រក់ដើរទៅដល់ទីណាក៏តែងតែទទួលបាននូវធម៌ពលអាក្រក់ក្រោយពេលដែលវិញ្ញាណលោកយាយរបស់គាត់ចាក់ចេញពីខ្លួនរួចគាត់បានគិតថាបរិមអ្នកនេះគឺមានបញ្ហាខាងផ្នែកខួរក្បាលនិងត្រូវបានកាត់សរីរាង្គនៅចិត្តផ្នែកឆ្អឹងជំនីចេញទៀតផងដូច្នេះក៏សម្រេចចិត្តថាគាត់ជ្រើសរើសយកខួរក្បាលជាមួយនឹងបេះដូងក្រោយពេលដែលគ្រូទីទាំងអស់គ្នាប្រគល់ចម្លើយរួចនៅពេលនេះគណៈកម្មការក៏ចាប់ផ្ដើមប្រកាសលទ្ធផលថានរណាគេគឺជាអ្នកឈានចូលទៅកាន់វគ្គបន្ទាប់អ្នកដែលឆ្លើយត្រូវជាងគេនោះគឺជាអ្នកគ្រូសូប៊ីននេះឯងធ្វើឲ្យគ្រូទីទាំងអស់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ព្រោះតែនាងឆ្លើយតែមួយសំណួរតែប៉ុណ្ណោះត្រូវយកតែម្ដងនៅពេលនេះគណៈកម្មការក៏ចាប់ផ្ដើមបង្ហាញអំពីការពិតរបស់បរិមអ្នកនេះចេញមកស្ថានភាពរបស់គេកាលពីមុនគឺរហូតដល់150គីឡូប៉ុន្តែដោយសារតែស្ថានភាពសុខភាពមិនអំណោយផលក៏តម្រូវធ្វើការវះកាត់ផ្នែកក្រពះជាមួយនឹងបំពង់កចំនួន2ដងដូច្នេះអ្វីដែលអ្នកគ្រូសូប៊ីនបានទាយនោះគឺត្រូវស្ទើរតែ 100% តែម្ដងនាងពិតជាស័ក្តិសមគ្រូទីដ៏ល្បីឈ្មោះពិតប្រាកដមែនសំណួរបន្ទាប់សម្រាប់គ្រូទីទាំងអស់គ្នានៅពេលនេះគឺមានប្រុសស្រី2នាក់បានដើរចេញមកមើលទៅដូចជាគូសង្សារយ៉ាងអញ្ចឹងគណៈកម្មការក៏ចាប់ផ្ដើមនិយាយថាអ្នកទាំងពីរនាក់នេះគឺជាគូសង្សារនឹងគ្នារយៈពេល3ខែស្ថានភាពបច្ចុប្បន្នពួកគេទាំងពីរនាក់បានបែកគ្នាហើយដូច្នេះសំណួររបស់គណៈកម្មការសួរទៅកាន់គ្រូទីទាំងអស់គ្នានៅពេលនេះចង់ដឹងថាតើអ្នកទាំងពីរនាក់អាចត្រូវរើគ្នាវិញបានដែរឬទេក្រោយពេលដែលពេលវេលាត្រូវបានបញ្ចប់នៅពេលនេះគឺមានតែគ្រូទីសិលឹកបៀថារ៉ូតែប៉ុណ្ណោះដូចជាមានអត្ថិភាពជាងគេអ្នកដំបូងនោះគឺជាគ្រូទីមកពីកូរ៉េខាងជើងនាងបាននិយាយថាខាងប្រុសគឺជាពេទ្យថ្មីមានអត្ថិភាពច្រើនជាមួយនឹងការងារល្អមានអ្នករាប់អានច្រើនចំណែកឯខាងស្រី
វិញអ្នកដែលមានក្តីស្រមៃខ្ពស់ដូច្នេះនាងទីថាអ្នកទាំងពីរនាក់គឺមិនមានបំណងត្រូវរើគ្នាវិញនោះទេគ្រូទីបន្ទាប់និយាយថាសញ្ញាបៀរបស់អ្នកទាំងពីរគឺមិនអាក្រក់នោះឡើយប៉ុន្តែមូលហេតុនៃការបែកគ្នាគឺប្រហែលមកពីខាងស្រីនាងចង់បន្តការសិក្សាឬមួយក៏ទៅកន្លែងមួយផ្សេងទៀតធ្វើឲ្យអ្នកទាំងពីរនាក់មិនសូវជាបានជួបគ្នាញឹកញាប់ដូច្នេះហើយទើបជាមូលហេតុធ្វើឲ្យអ្នកទាំងពីរបែកគ្នាប្រសិនបើជួបគ្នាវិញនោះអ្នកទាំងពីរនាក់ត្រូវរើគ្នាហើយរៀបការជាមួយនឹងគ្នាតែម្ដងអ្នកបន្តគឺជាអ្នកគ្រូទីកុកជោដែលល្បីខាងផ្នែកមើលគូស្រករគណៈកម្មការទាំង5នៅពេលនេះគឺកំពុងតែចង់ស្ដាប់ចម្លើយរបស់នាងយ៉ាងខ្លាំងអ្នកគ្រូកុកជោបាននិយាយថាសិលឹកបៀខាងស្រីដែលគាត់ចាប់បាននោះឃើញថាខាងស្រីកំពុងតែកិនបន្តទៅមុខទៀតតែស្ដាយក្រោយឬមួយក៏អន់ចំណែកសិលឹកបៀខាងប្រុសវិញគឺពោពេញទៅដោយមនោសញ្ចេតនាដូច្នេះប្រសិនបើការទីតាមសិលឹកបៀថារត់នោះឃើញថាខាងប្រុសគឺស្រឡាញ់ខាងស្រីខ្លាំងណាស់ប៉ុន្តែមើលទៅខាងស្រីហាក់ដូចជាចង់បញ្ចប់សិលឹកបៀបង្ហាញបែបនេះណាមួយសិលឹកបៀបង្ហាញនៅខាងប្រុសថាគ្រួសាររបស់គេគឺមានភាពខ្វះខានចំណែកឯខាងស្រីវិញគឺនាងមានការងារពេញចិត្តអ្វីដែលនាងកំពុងតែធ្វើយ៉ាងខ្លាំងដូច្នេះចម្លើយរបស់នាងគឺខាងប្រុសចង់មានទំនាក់ទំនងឡើងវិញចំណែកឯខាងស្រីវិញនាងបែរជាត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកថ្មីនៅពេលនេះចម្លើយរបស់អ្នកទាំង3គឺខុសគ្នាទាំងអស់គណៈកម្មការក៏ចាប់ផ្ដើមប្រកាសអ្នកដែលឈ្នះនៅក្នុងវគ្គមួយនេះនោះគឺជាអ្នកគ្រូទីកុកជោបន្តមកចម្លើយក៏ចាប់ផ្ដើមបង្ហាញការពិតរបស់អ្នកទាំងពីរតាមការសម្ភាសរឿងខ្លួននោះខាងប្រុសចិត្តរបស់គេគឺចង់ត្រូវរើគ្នាវិញពិតមែនចំណែកឯខាងស្រីគឺនាងមិនចង់បន្តទៀតនោះទេដូច្នេះហើយទើបចម្លើយរបស់អ្នកគ្រូកុកជោត្រឹមត្រូវស្ទើរតែ 100% សំណួរបន្តរបស់គណៈកម្មការសួរទៅកាន់គ្រូទីទាំងអស់គ្នាថានៅក្នុងចំណោមយុវជនទាំង5នាក់នេះតើអ្នកណាគេគឺជានិស្សិតកំពុងតែរៀននៅក្នុងវិទ្យាល័យសេអ៊ូលដែលនៅក្នុងចំណោមអ្នកទាំង5គឺមានតែ2នាក់តែប៉ុណ្ណោះនៅពេលដែលគ្រូទីទាំងអស់គ្នាឮដូច្នេះក៏ចាប់ផ្ដើមជួយក្បាលជាបន្តទៀតក្រោយពេលដែលពេលវេលាត្រូវបានបញ្ចប់ក៏ស្វែងរកអ្នកដែលឆ្លើយត្រូវឃើញអ្នកនោះគឺជាគ្រូសូត្រចោវ៉ាដែលនាងជ្រើសរើសលេខ1លេខ2និងលេខ3សំណួរបន្តរបស់គណៈកម្មការបង្ហាញនៅរូបភាពបរិបទ4នាក់សួរថានៅក្នុងចំណោមអ្នកទាំង5នាក់នេះគឺមានតែមនុស្ស2នាក់តែប៉ុណ្ណោះដែលរកស៊ីចូលហ៊ុនជាមួយនឹងគ្នានៅក្នុងមួយឆ្នាំរកប្រាក់ចំណេញបានរហូតដល់240លានវ៉ុនតែអ្នកទាំងពីរនាក់នោះនៅលេខរៀងលេខប៉ុន្មានក្រោយពេលដែលពេលវេលាទូទាយបានបញ្ចប់នៅពេលនេះគណៈកម្មការក៏រកឃើញអ្នកឆ្លើយត្រូវអ្នកនោះគឺជាគ្រូសូត្រយីអនដែលបានជ្រើសរើសលេខ2និងលេខ3សំណួរបន្តសម្រាប់គ្រូទីទាំងអស់គ្នានៅពេលនេះគឺមានតែឈ្មោះជាមួយនឹងថ្ងៃខែឆ្នាំកំណើតតែប៉ុណ្ណោះសំណួរសួរថាតើនៅក្នុងចំណោមឈ្មោះទាំង5នាក់នេះតើអ្នកណាគេគឺជា YouTuber ដែលល្បីជាងគេមានអ្នកតាមដានរហូតដល់1លាននាក់ដែលបានផលិតមាតិកាមកបាំងក្រោយពេលដែលពេលវេលាទូទាយបានបញ្ចប់អ្នកដែលឆ្លើយត្រូវនោះគឺជាគ្រូទីជុនដែលគាត់បានជ្រើសរើសលេខ1និងលេខ2សំណួរបន្តក៏បង្ហាញយុវជនចំនួន5នាក់ដែលចេញមកជាបន្តទៀតសំណួរសួរទៅកាន់គ្រូទីទាំងអស់គ្នាថាតើនៅក្នុងចំណោមអ្នកទាំង5នាក់នេះតើអ្នកណាគេមិនធ្លាប់មានបទពិសោធន៍ស្នេហាតាំងពីតូចដល់ឥឡូវនេះអ្នកដែលទីត្រូវគឺជាអ្នកគ្រូរូមីផ្នែកទីសញ្ញាបៀតារ៉ូននាងបានជ្រើសរើសលេខ2និងលេខ5សំណួរបន្តក៏បង្ហាញនៅមនុស្ស5នាក់ជាបន្តទៀតសួរទៅកាន់គ្រូទីទាំងអស់គ្នាថានៅក្នុងអ្នកចំណោមទាំង5នាក់នេះគឺមានតែ2នាក់តែប៉ុណ្ណោះគឺជាគ្រូពេទ្យពិតប្រាកដអ្នកដែលឆ្លើយត្រូវនៅក្នុងសំណួរមួយនេះនោះគឺជាអ្នកគ្រូទីសុលវ៉ានាងបានជ្រើសរើសលេខ2និងលេខ3នៅពេលនេះលទ្ធផលទូទីក៏ចាប់ផ្ដើមសរំអ្នកដែលអាចឆ្លងកាត់ទៅកាន់វគ្គបន្តបានរួមមានលោកគ្រូមីយ៉ុនលោកគ្រូទីដេមែនគ្រូទីទម្រង់មុខលីដូអ្នកគ្រូទីសញ្ញាបៀថារ៉ូតម៉ូណាជាមួយនឹងគ្រូហុងស៊ុយបែកមុននៅពេលនេះគ្រូទីទាំង20នាក់ចូលទៅក្នុងជុំទី2គឺបានរកឃើញហើយអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើជាបន្តទៀតនោះគឺត្រូវតែទូទីទៅតាមវិញ្ញាសាដែលគណៈកម្មការដាក់ឲ្យហើយនៅក្នុងវគ្គនេះគឺមានការជំរុញរហូតដល់ពាក់កណ្ដាលដូចគ្នានឹងហើយអ្នកទាំងអស់គ្នាភាគទី3និងភាគទី4របស់យើងក៏ចាប់ត្រឹមតែប៉ុណ្នេះចង់ដឹងថាតើវិញ្ញាសាបន្តសម្រាប់គ្រូទីទាំងអស់គ្នាគឺជាវិញ្ញាសាអ្វីដូច្នេះគឺយើងមានតែតាមដានបន្តទៀតតែប៉ុណ្ណោះ